ខណៈពេលដែលខ្ញុំកំពុងបម្រើចានខ្ញុំស្រាប់តែបានកត់សម្គាល់ឃើញអតិថិជនម្នាក់លួចលាក់បន្ថែមអ្វីមួយទៅក្នុងភេសជ្ជៈរបស់យើងប៉ុន្តែក្មេងស្រីនោះហាក់ដូចជាមិនបានកត់សម្គាល់នោះទេវាមានរឿងអីអញមិនសប្បាយចិត្តទេបុរសនោះសួរទាំងហុចភេសជ្ជៈឲ្យក្មេងស្រីដើម្បីកុំឲ្យនាងរងគ្រោះខ្ញុំបានបុកនាងទាំងកំពុកភេសជ្ជៈពេញខ្លួនក៏ខ្ញុំសុំទោសខ្ញុំមិនមានបំណងចង់ទេអនុញ្ញាតឲ្យខ្ញុំជូតវាឲ្យអ្នកកុំប៉ះខ្ញុំនឹងខ្ចប់របស់ខ្ញុំឲ្យចាក់ចេញយ៉ាងលឿនបុរសនោះបាននិយាយថាដើម្បីយកស្រាថ្មីខ្ញុំបានឆ្លៀតឱកាសប្រាប់ក្មេងស្រីនោះថាទៅឆ្ងាយគាត់អាចជាឪពុករបស់អ្នកទាំងពីរមិនសប្បាយចិត្តទេខ្ញុំមិនសប្បាយចិត្តជាមួយអ្នកណាទេវាមិនដូច្នោះទេអ្នកមិនទាន់បានជួបមនុស្សត្រឹមត្រូវនៅឡើយទេតើអ្នកនៅតែធ្វើអ្វីនៅទីនេះទៅឆ្ងាយប៉ុន្តែនៅពេលបុរសនោះព្យាយាមប្រើល្បិចម្ដងទៀតរកមិនឃើញ10ឆ្នាំទេខ្ញុំបានលួចយកវាដោយសម្ងាត់ពេលកំពុងជូតសម្លៀកបំពាក់របស់គាត់ប៉ុន្តែបុរសនោះមិនបានបោះបង់ចោលឡើយផ្ទុយទៅវិញគាត់ចាប់ក្មេងស្រីនោះហើយអូសនាងចេញឃើញបែបនេះខ្ញុំបានទូរស័ព្ទទៅប៉ូលីសភ្លាមប៉ុន្តែមិត្តរួមការងាររបស់ខ្ញុំបានខាត់ខ្ញុំហើយថែមទាំងវីទូរស័ព្ទខ្ញុំទៀតផងខ្ញុំមិនបានបោះបង់ចោលទេខ្ញុំបានដេញតាមពួកគេដោយជិះកង់ខ្ញុំបានមកដល់ផ្ទះវីឡារបស់បុរសនោះយ៉ាងលឿនប៉ុន្តែខ្ញុំយឺតពេលហើយក្មេងស្រីបានផឹកទឹកបុរសនោះរួចក៏ដាច់ខ្យល់ស្លាប់ក្នុងពេលមានវិបត្តិខ្ញុំបានវីកំទេចរថយន្តរបស់បុរសនោះហើយលួចចូលផ្ទះពេលគាត់ចេញក្រៅខ្ញុំមិនអាចដាស់ក្មេងស្រីនោះបានទេដូច្នេះខ្ញុំត្រូវយកនាងចេញខ្ញុំពិតជាសង្ឃឹមថានកនឹងឃើញនាងយ៉ាងច្បាស់ក្នុងពេលឆាប់នេះលុយពិតជាមិនសំខាន់ទេអ្នកមិនយល់អ្វីទាំងអស់គុំនិយាយអ្វីបន្ថែមទៀតវាប្រែថាក្មេងស្រីមិនបានដេកលក់តតែសោះក្មេងស្រីមើលមកខ្ញុំដោយកំហឹងរំពេចនោះនាងបានកត់សម្គាល់ឃើញស្បែកជើងរបស់ខ្ញុំដែលហៀបនឹងខូចនេះធ្វើឲ្យខ្ញុំអាម៉ាស់បន្តិចហើយខ្ញុំក៏ដកជើងចេញដោយស្ងៀមស្ងាត់កុំឲ្យតម្លៃលុយច្រើនមើលខ្លួនឯងលុយពិតជាមិនសំខាន់មែនទេខ្ញុំគិតថាអ្នកនិយាយតែប៉ុណ្ណឹងព្រោះអ្នកខូចខ្ញុំមិនអាចបដិសេធពាក្យរបស់នាងបានទេដោយឃើញរូបរាងរបស់ខ្ញុំគាត់បាននាំខ្ញុំផ្ទាល់ទៅបន្ទប់មួយបើកសុវត្ថិភាពនៅខាងក្នុងហើយនាំខ្ញុំចេញខ្ញុំអាចឲ្យអ្នកនៅប្រាក់ទាំងអស់នេះអ្នកគ្រាន់តែព្យាយាមបោកប្រាស់ខ្ញុំបាននិយាយដោយគ្មានពាក្យថាបិទសុវត្ថិភាពដោយសង្ឃឹមថាអ្នកនឹងឃើញកំហុសនៃផ្លូវរបស់អ្នកប៉ុន្តែស្រាប់តែមានសម្លេងគោះទ្វារគឺអ្នកមិនបានផឹកទឹកដែលខ្ញុំចាក់ឲ្យអ្នកទេអត់ទ្វារឲ្យលឿនអ្នកមិនអាចគេចផុតបានទេខ្ញុំគ្មានជំរឿអ្វីក្រៅពីបើកបង្អួចហើយលោតចេញឈប់សិនលោតចុះមកជឿខ្ញុំចុះខ្ញុំអាចចាប់អ្នកបានពេលបុរសចំណាស់បើកទ្វារអ្វីដែលខ្ញុំបានឃើញគឺមានវាំងនន់ដែលកំពុងរសាត់ខ្ញុំប្រញាប់នាំក្មេងស្រីទៅអន្តេវាសិកដ្ឋានរបស់ខ្ញុំហើយឲ្យលុយនាងទាំងអស់ពីនេះជាលុយរបស់ខ្ញុំទាំងអស់ខ្ញុំសង្ឃឹមថាវាអាចជួយអ្នកខ្ញុំបាននិយាយប៉ុន្តែក្មេងស្រីនោះបានបដិសេធតាមពិតទៅខ្ញុំពិតជាមានទ្រព្យស្តុកស្ដុំណាស់ហេតុអីអ្នកនៅតែព្យាយាមបោកប្រាស់ខ្ញុំបើកទ្វារខ្ញុំដឹងថាអ្នកនៅទីនោះបុរសនោះប្រញាប់ចូលទៅក្នុងបន្ទប់ហើយចាប់ក្មេងស្រីគឺមកជាមួយខ្ញុំបានត្រឡប់ទៅការពារនារីនោះវិញហើយខ្ញុំក៏ឆ្លោះជាមួយបុរសនោះប៉ាកុំខឹងអីខ្ញុំនឹងត្រឡប់ទៅជាមួយកូនវិញក្អូស្អីគាត់ជាឪពុករបស់អ្នកចុះហេតុអ្វីបានជាគាត់លួចដាក់ថ្នាំឲ្យអ្នកអូវាជាបញ្ជារបស់វិជ្ជបណ្ឌិតវាប្រែថាលីណាបានជឿអស់រយៈពេលកន្លះឆ្នាំហើយពីរថជនគឺជាអតីតមិត្តប្រុសរបស់នាងពេលរៀបការមិត្តប្រុសបានគិតថាគាត់អាចទទួលបានទ្រព្យសម្បត្តិគ្រួសារប៉ុន្តែយ៉នមិនព្រមទេនេះទម្លាយអតីតមិត្តប្រុសរបស់លីណាហើយបានបែកគ្នាផ្ទាល់តាំងពីពេលនោះមកលីណាឈឺពេលខ្ញុំរៀបនឹងបញ្ចុះបញ្ចូលលីណាឲ្យលេបថ្នាំខ្ញុំគិតថាប៉ាអត់ទេយើងមិនត្រូវការថ្នាំនេះទៀតទេគឺខ្ញុំក្រឡេកមើលទៅលីណាដោយភ្ញាក់ផ្អើលប៊ូមិចក៏ស្រាប់តែឃើញរឿងប្លែកក្មេងស្រីមិនឆ្លើយទេគ្រាន់តែដើរមករកខ្ញុំអរគុណដែលបានប្រាប់ឲ្យខ្ញុំដឹងថាលើโลกនេះនៅមានមនុស្សល្អជាច្រើនទៀតខ្ញុំប្រកាសជាមានជីវិតរស់នៅល្អចាប់ពីពេលនេះទៅចង់ចាំថាត្រូវយកចិត្តទុកដាក់លើរូបរាងរបស់អ្នកនៅពេលអ្នកចេញទៅក្រៅ